នៃភាពសង្គមនេះល្អអរណាស់សម្រាប់ខ្ញុំគឺយើងបានសារពីបងប្អូនជាពលរដ្ឋយើងធ្វើការងារឲ្យចំគោលដៅដែលគាត់ចង់បានហើយដូចខ្ញុំនិយាយដដែលហ្នឹងឲ្យលឿនរហ័សទាន់ចិត្តទៅទៀតអ្វីដែលរាំងស្ទះខ្លាំងបំផុតនោះគឺអ្នកអនុវត្តនឹងមិនយល់ពីទួលនីតិខ្លួនឯងបែបអត់បងមានអ្នកមានដូចខ្ញុំជំរាបជូនមិញយើងមានសាលារៀនមានបន្ទប់សុខភាពមានសាលាឃុំតម្រាំតែយល់នឹងរៀងយូរដែរក៏បានទម្លាក់បន្ទុកនោះទៅលើបងអ្នកសរុបស្រួលច្រើនគាត់ថាបងគឺជាអង្គការចាគឺជាអង្គការគឺជាស្ថាប័នមួយដាច់ដោយឡែកហេតុអីបានជាចេះចង់ដឹងចេះមកកកកាយរឿងឬក៏គម្រោងអភិវឌ្ឍផ្សេងរបស់អ្នកផ្ដល់សេវាចាអញ្ចឹងតម្រាំតែយល់គ្នានឹងកាត់ចាក់គ្នាទីដែរប៉ុន្តែយើងនៅតែតស៊ូជាមួយគ្នារហូតមានថ្ងៃនេះក្នុងនាមខ្ញុំជាប្រធានក្រុមប្រឹក្សាឃុំមេរូបសូមអរគុណនិងសូមលើកទឹកចិត្តដល់បងទាំងអស់គ្នាជាពិសេសបងដែលជាស្ត្រីខ្ញុំជឿថាបងដែលជាស្ត្រីវេទនាខ្លាំងណាស់ហេតុអីបានវេទនាពីព្រោះឃុំរបស់ខ្ញុំក៏មានបងប្អូនជានារីជាអ្នកសម្របសម្រួលការងារសហគមន៍នេះដែរហើយបងប្អូននៅលេងផងលំបាកប៉ុណ្ណឹងចាស់តម្រាំបងដែលគាត់មានគ្រួសារលំបាកប៉ុណ្ណាជួនកាលចុះទៅមុខប្រជាពលរដ្ឋមុខមិនអើយក្រោយមិនបែឆ្កែខំយកប្រលប់មានពេលខ្លះគ្រោះថ្នាក់ណាមួយដោយយថាហេតុតែពួកគាត់បានបោះបង់ខ្ញុំសប្បាយចិត្តហើយខ្ញុំសូមកោតសរសើរនិងសូមលើកទឹកចិត្តឲ្យមានការងារនេះបន្តទៅទៀតចា៎អរគុណ